ពលរដ្ឋអ្នកដំណើរមួយចំនួនតូចនៅពុំទាន់ចូលរួមជាមួយការបើកបរគោរពច្បាប់នៅឡើយគ្រាដែលបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍កំពុងបន្តគំរាមកំហែងខ្ពស់ដល់សុវត្ថិភាពដងផ្លូវសាធារណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះនៅតែជាក្តីកង្វល់ខ្ពស់មួយរបស់ឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលជានិច្ចកាលលោកតែងតែដឹកនាំចង្អុលបង្ហាញនិងដាក់ចេញជាទិសដៅបន្តបន្ទាប់ទៅដល់កម្លាំងនគរបាលការិយាល័យចរាចរណ៍ក្រោមការដឹកនាំអនុវត្តផ្ទាល់ដោយលោកឧត្តមសេនីយ៍តូហេងរតនាស្នងការរងផែនការងារនគរបាលចរាចរណ៍ឲ្យពង្រឹងការចុះរឹតបន្តឹងច្បាប់ជារឿយៗតាមរយៈការចាប់ឃាត់មធ្យោបាយល្មើសច្បាប់ដើម្បីធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ពលរដ្ឋល្មើសឲ្យចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនស្របពេលដែលការអនុវត្តវិធានការច្បាប់ជាធរមានត្រូវបានផ្អាកអស់មួយរយៈពេលធំកន្លងមកទោះបីជាកម្លាំងនគរបាលព្យាយាមចោះអប់រំផ្សព្វផ្សាយណែនាំយ៉ាងច្រើនយ៉ាងណាក៏ដោយប៉ុន្តែអិរិយាបថរបស់ពលរដ្ឋអ្នកដំណើរមួយចំនួននៅតែបន្តបើកបរល្មើសច្បាប់តាមរយៈសកម្មភាពល្មើសដែលតែងឧស្សាហ៍កើតមានប្រចាំថ្ងៃនិងជាពិសេសគឺនៅពេលថ្ងៃតែម្ដងនោះគឺការបើកបរបញ្ច្រាស់ផ្លូវការបើកបរមិនពាក់មួកសុវត្ថិភាពនិងមិនបំពាក់កញ្ចក់លើម៉ូតូឬមធ្យោបាយធ្វើដំណើរការបើកបរល្មើសភ្លើងស្តុបឬឈប់ស្តុបលើសគំនូសសញ្ញាការបើកបរវ៉ាជែងមិនគោរពសិទ្ធិអាទិភាពពិសេសនោះគឺការបើកបរល្មើសល្បឿននិងការបើកបរស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹងជាដើម។